ហើយការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវរកវិធីសាស្ត្រជួយគាត់បាទជួយធ្វើពីពិតកម្មការពឹងផ្អែកទៅលើបឹងទន្លេសាបទៅពឹងផ្អែកទៅលើចំណូលផ្សេងកសិករយើងទូទាំងប្រទេសឥឡូវគេមិនពឹងលើកសិកម្មទេកន្លែងខ្លះនៅតកែវទៅមើលគាត់ពឹងទៅលើឧស្សាហកម្មកូនចៅមកធ្វើការយកចំណូលយើងត្រូវរកវិធីបង្កើតចំណូលទៅឲ្យបងប្អូនប្រជាពលរដ្ឋនៅខេត្តទាំងអស់នោះដោយមិនចាំបាច់ប្រើប្រាស់ដីធំតែប្រើប្រាស់ដីតូចតែបង្កើតចំណូលច្រើនប្រជុំថ្ងៃមុនឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក៏បានលើកលទ្ធភាពក្នុងការរៀបចំកន្លែងខ្លះដែលយើងគ្រប់គ្រងទៅជាតំបន់ឧស្សាហកម្មបង្កើតតំបន់សេដ្ឋកិច្ចពិសេសយកអ្នកនៅកន្លែងនោះរាប់ម៉ឺនរាប់ពាន់អ្នកបង្កើតចំណូលឲ្យគាត់អញ្ចឹងយើងអាចជួយទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមនឹងអានឹងហើយបានយើងធ្វើផ្លូវធ្វើស្ពានឆ្លងកាត់ទន្លេសាបពីកំពង់ធំមកកំពង់ឆ្នាំងហើយយើងធ្វើផ្លូវ50សេបង្កើតតំបន់សេដ្ឋកិច្ចពិសេសបង្កើតតំបន់ភស្តុភារកម្មនៅបាទលើកំពង់លែងនៅអីហ្នឹងគឺដើម្បីយើងជំរុញប្រជាពលរដ្ឋដែលពីមុនក៏អត់មានរោងចក្រអត់មានអីគាត់រស់នៅនឹងពឹងផ្អែកទៅលើកសិកម្មបែរទឹកស្រកធ្វើឥឡូវគាត់លែងហើយគាត់មកធ្វើការងារនេះដែលមិនចាំខែទឹកឡើងទឹកស្រកទៀតទេកាលមុនខែទឹកឡើងគាត់ធ្វើអេតបានគាត់ធ្វើរីសែតអីខ្លះអញ្ចឹងគឺបើសិនជាត្រីនឹងមានបញ្ហាគាត់លំបាកខែប្រាំងគាត់ធ្វើស្រែឥឡូវគឺយើងបវលមកធ្វើជាតំបន់ឧស្សាហកម្មនៅកន្លែងណាជិតកន្លែងនោះដែលมันប៉ះពាល់តំបន់ដែលយើងការពារបង្កើតការងារជូនប្រជាពលរដ្ឋនេះហើយជាយុទ្ធសាស្ត្ររបស់យើងបាទយើងត្រូវប្រែក្លាយប្រភពនៃចំណូលរបស់ប្រជាពលរដ្ឋដើម្បីការពារបរិស្ថានតលទៅរកចំណូលប្រជាពលរដ្ឋឲ្យគាត់បើគាត់មិនឲ្យគាត់អានឹងនៅប្រទេសផ្សេងៗដូចនៅកូឡុំប៊ីនៅអាម៉ាហ្សុននៅអីគេថាបើមិនឲ្យប្រជាជនកាប់ព្រៃអាម៉ាហ្សុនតើទៅរកប្រភពចំណូលផ្សេងទៀតឲ្យគាត់បើចង់ឲ្យគាត់មិនចាំបាច់ទៅលើពឹងទាំងស្រុងទៅលើកសិកម្មនៅព្រៃអាតំបន់លិចទឹកទេយើងរកបង្កើតតំបន់ឧស្សាហកម្មនៅជិតនោះនឹងហើយដែលយើងឈ្មោះឈ្មោលធ្វើផ្លូវ50សេធ្វើស្ពានជាប់ទន្លេសាបមកទន្លេមេគង្គទន្លេសាបមកពីកំពង់ធំមកកំពង់ឆ្នាំងហើយយើងកំពុងរៀបចំនៅតំបន់សេដ្ឋកិច្ចពិសេសទាំងកសិឧស្សាហកម្មស្វាយចន្ទីអីទៅបន្តនោះទៀតប្រេជីហ្វូណនធ្វើបាននឹងបង្កើនសកម្មភាពសេដ្ឋកិច្ចនៅខាងក្រោមនេះបាននឹងហើយជាយុទ្ធសាស្ត្រនៅក្នុងការជួយប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាបផ្ដល់ដីផ្ដល់លទ្ធភាពគាត់ទៅតែទាំងនោះគឺទៅផ្ដល់នៅប្រភពនៃបង្កើតចំណូល